ជំងឺក្នុងល្ពៅអាចឆ្លងអត់ហើយវាអាចបង្កផលប៉ះពាល់ទៅលើអ្នកកើតអត់ជំងឺក្នុងល្ពៅគឺជាជំងឺវិបត្តិពណ៌នៃស្បែកតែភាគច្រើនលេចចេញជាផ្ទាំងសអាចតូចហើយវាច្រើនកើតទៅលើមុខនិងដៃជើងមូលហេតុរបស់វាដោយសារតែប្រព័ន្ធភាពស៊ាំរបស់យើងធ្វើការវាយប្រហារកោសិកាដែលផលិតពណ៌ដែលធ្វើឲ្យកោសិកានោះមិនអាចផលិតពណ៌ទៀតបានដូច្នេះជំងឺនេះវាអត់ឆ្លងទេហើយជំងឺនេះវាមិនបង្កផលប៉ះពាល់ទៅដល់អាយុជីវិតអ្នកកើតទេរោគសញ្ញានៃជំងឺក្នុងល្ពៅគឺយើងមើលឃើញស្បែករបស់យើងឡើងពណ៌សហើយវាមានកែមច្បាស់និងមិនរមាស់នឹងឈឺទេនៅពេលដែលយើងពិនិត្យគឺយើងប្រើនៅ Wood Lamp Test ដែលយើងដាក់ភ្លើងទៅគឺយើងឃើញពណ៌ស្បែកយើងបែបនេះចំពោះការព្យាបាលគឺត្រូវការប្រើពេលនិងការអត់ធ្មត់របស់អ្នកជំងឺដើម្បីទប់ស្កាត់នៃការវិវត្តនៃជំងឺក្នុងល្ពៅយើងគួរតែប្រើប្រាស់ឡេការពារកម្ដៅថ្ងៃកុំប្រើប្រាស់គ្រឿងសម្អាងដែលមានសារធាតុជាតិកាត់ខ្លាំងកាត់បន្ថយការ stress ពីជំងឺតាមដែលអាចធ្វើទៅបាន